និយាយអំពីព្រាយគឺមានបងប្អូនខ្មែរជាច្រើនធ្លាប់បានដឹងហើយតែហ្វូថាធ្លាប់បានជួបផ្ទាល់ឬនៅចម្លើយគឺភាគច្រើននៅទេរួមទាំងខ្ញុំផងតែក៏មិនផ្សងឲ្យបានជួបដែរបើទោះជាមិនធ្លាប់បានជួបមិនធ្លាប់បានឃើញផ្ទាល់តែខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាបានដឹងច្រើនអំពីព្រាយខ្មោចទាំងអស់នោះដឹងនោះអាចតាមរយៈចាស់ក្នុងភូមិនិយាយតគ្នាឬក៏តាមរយៈខ្សែភាពយន្តដែលត្រូវបានគេផលិតឡើងមកឬក៏តាមរយៈរឿងដែលខ្ញុំធ្លាប់បានលើកយកមកចែកជូនអ្នកទាំងអស់គ្នាសន្តាប់ដោយដែលដឹងស្រាប់ខ្មោចព្រាយប៊ីហ្វាច់នេះមិនមែនជាសភាវៈល្អនោះទេភាគច្រើនគេចំណាំបានថាឲ្យតែជាព្រាយគឺតែងតែជាអ្នកសាងអាក្រក់ធ្វើបាបមនុស្សលោកតែជាក់ស្ដែងមិនមែនសុទ្ធតែបែបនោះឡើយដូចរឿងដែលខ្ញុំធ្លាប់បានចែករំលែកមកហើយគឺរឿងបងស្រីខ្ញុំជាព្រាយខ្លាបងស្រីនោះសុកចិត្តលះបង់អំណាចដែលជាស្ដេចព្រៃរបស់ខ្លួនមកទ្រាំស៊ីអត់ស៊ីឃ្លានចិញ្ចឹមកូនអ្នកភូមិដែលបានស្លាប់នៅក្នុងព្រៃរហូតដល់ខ្លួនគ្មានអីឆីខ្វៃសង្ខាហើយរឿងដែលខ្ញុំលើកយកមកចែកជូនថ្ងៃនេះក៏មិនខុសគ្នាដែរពោលគឺជាព្រាយដែលមានអធិប្បាយល្អចេះយកអាហ្វាមនុស្សលោកយើងហើយរឿងរ៉ាវនឹងមានដំណើរដូចតទៅនៅតាមបណ្ដោយផ្លូវតូចមួយចាក់ចូលទៅព្រៃធំភាគខាងត្បូងផ្លូវតូចនោះឆ្ពោះសំដៅរហូតដល់ភូមិព្រៃជំរុំជាប់នឹងមាត់ព្រៃដែលលាតសន្ធឹងធំល្វឹងល្វើយផ្លូវតូចនោះគឺមិនទៅជាល្អអ្វីឡើយត្បិតគេតែងតែដឹកឈើឬក៏អុសចេញពីភូមិព្រៃជំរុំយកទៅលក់នៅស្រុកភូមិឯទៀតឈើដឹកពេញព្រាយប្រទេសវាលែងអីឲ្យផ្លូវត្រួតត្រងបាននោះបើរដូវវស្សាទៀតនោះកុំសង្ឃឹមថាឆ្លងកាត់តំបន់នេះបានស្រួលឲ្យសោះបើកៅអៅនោះទូដើរទៅទេក៏ខ្ទាតប្រឡាក់អស់ដែរក្រឡេកមកមើលផ្ទះអ្នកភូមិនេះវិញបើទោះជាតំបន់នេះសម្បូរទៅដោយព្រៃឈើក៏ដោយក៏ផ្ទះអ្នកភូមិហាក់គ្មានឡើយធ្វើអំពីឈើប្រណិតពោលត្រឹមតែផ្ទះតូចប្រក់ស្លឹកគៀបនឹងឫស្សីផងវាជាទូទៅហើយផ្ទះអ្នកស្រុកព្រៃភ្នំគេមិននិយមធ្វើធំទេដោយសារតែវាជាតំបន់មានខ្យល់បក់ខ្លាំងណាមួយទៀតមិនដឹងធ្វើធំដើម្បីអ្វីបើកូនចៅប្រុសស្រីមិនដែលឮមាននរណាចង់ស្នាក់នៅភូមិនេះបន្តត្បិតថាវាគឺពិតជាឆ្ងាយពីដែនដីទីប្រជុំបើចេញពីភូមិម្ដងចំណាយពេលរាប់ម៉ោងទៅមកដល់ផ្សារដូចនេះគ្មាននរណាគេចង់រស់នៅឡើយធ្វើមិនរេចឡើយបើយើងខ្សឹកខ្សោយគឺមានតែនៅតំបន់បែបនេះហើយវាស្រួលរករបរចិញ្ចឹមជីវិតត្បិតខ្លួនមិនចេះអ្វីក្រៅតែពីចេញទៅព្រៃកាប់អុសជីកទំពាំងដកសិតយកមកទុកលក់យកកម្រៃនោះទេបើឲ្យនៅទីប្រជុំដូចគេច្បាស់ជាដាច់ពុះមិនខានយូរម្ដងមានអ្នកស្រុកភូមិក្រៅគេពឹងឲ្យជួយរកឈើសាងសង់ផ្ទះឲ្យវាគ្រាន់បានប្រាក់សន្សំទុកនោះវាគ្មានអ្វីក្រៅពីទុកមានធុរៈដូចជាឈឺស្កាត់អីមានប្រាក់បងថ្លៃពេទ្យចុះមកដល់ភូមិបន្តិចគេក៏បានឃើញមានផ្ទះមួយដែលសង់ខ្ពស់ផុតដីតែមិនទៅជាខ្ពស់អីត្បិតខ្លាចខ្យល់ផ្ទះនោះមានដំបូលប្រក់ដោយស្លឹកជញ្ជាំងក៏ធ្វើអំពីស្លឹកគៀបឫស្សីមើលទៅហាក់នៅថ្មីត្បិតអីម្ចាស់ផ្ទះទៅតែជួសជុលហើយនៅខាងក្រោមផ្ទះក៏មានគ្រែឫស្សីដើម្បីអាចឲ្យភ្ញៀវដើរចូលមកទៅអង្គុយនិយាយគ្នាលេងមីងច័ន្ទដែលជាម្ចាស់ផ្ទះកំពុងតែបោសសម្អាតនៅមុខផ្ទះរបស់ខ្លួនដោយគាត់កំពុងតែមានផ្ទៃពុះផងនេះមិនមែនជាកូនដំបូងឡើយត្បិតឃើញនៅពីខាងក្រោយគឺមានក្មេងតូចចំនួន2នាក់កំពុងតែដើរតាមដានជើងគាត់ពីខាងក្រោយមីងច័ន្ទនិងកូនតូចចេះតែនិយាយសើចលេងផងឬមកឲ្យរងងមិនដាច់នោះឡើយត្បិតថាកូនទាំង2នាក់នោះសប្បាយចិត្តណាស់
បនឲ្យតែប្អូនក្នុងផ្ទៃនោះឆាប់ចេញមកភ្លាមទេមីងច័ន្ទក៏ចេះតែប្រាប់ឲ្យកូនទាំងពីរទៅអង្គុយនៅក្នុងផ្ទះត្បិតថាកូនពៅនោះគ្នានៅដើរទេតាស់នៅឡើយតែគាត់មិនបានមើលខ្លាចតែវាដើរទៅផ្កាប់មុខហ្វីដីនោះទេតែមិនអញ្ចឹងទេកូនស្រីដែលជាកូនបងបង្អស់ចេះតែដឹកដៃប្អូនដើរតាមក្រោយម្ដាយដោយពោលដង្ហើយហៅប្អូនពៅដែលនៅក្នុងពោះនោះអ្នកដើរកាត់ទីងនោះក៏មានការស្ញប់ស្ញែងនឹងជីវិតមីងច័ន្ទដែរមានកូនជាទីស្រឡាញ់គ្រាន់បានប្រឡែកទេមិនដូចគិតទេពេលខ្លះមីងច័ន្ទក៏វិលក្បងដោយសារកូននេះដូចគ្នាដែរចុះបើកូនទាំងពីរនេះវារពឹសចាប់មិនឈ្នះផងសំឡេងពូអស់ឮខ្លាំងចេញអំពីខាងក្រោយផ្ទះរបស់គាត់ត្បិតពូនឹមដែលជាប្តីគាត់នោះខំពុះបំបែកអស់ឆាប់បានដាក់ហាលថ្ងៃក្រែងនឹងបានស្ងួតយកទៅលក់យកលុយផ្គត់ផ្គង់ជីវភាពពូនឹមគាត់នេះមិនចេះនៅស្ងៀមសោះឡើយបើថារដូវភ្លៀងពិបាករកអស់គាត់នេះក៏ចេះទៅជីកទំពាំងឬក៏ដកផ្សិតក្នុងព្រៃយកមកទុកលក់ដែរជួនកាលនោះមីងច័ន្ទក៏ទៅតាមប្តីហើយយកកូនទៅផ្ញើនឹងយាយតានោះបន់តែឲ្យមីងច័ន្ទយកចៅទៅផ្ញើទេត្បិតគាត់នេះស្រឡាញ់ចៅខ្លាំងណាស់មីងច័ន្ទបើទោះជាមានផ្ទៃពោះពិតមែនតែគាត់មិនខ្លាចក្នុងការចូលព្រៃជីកទំពាំងដកផ្សិតនោះទេព្រោះគាត់ធ្វើការងារទាំងនេះតាំងតែពីតូចមកបើប្តីឲ្យនៅផ្ទះសុកស្រួលនោះដូចមិនចេះនៅសោះបើការកូនដំបូងនោះចេះតែថ្នាក់ចេះតែថ្នមនេះជាកូនទី3ទៅហើយមីងច័ន្ទគឺមិនខ្លាចឡើយតែយ៉ាងណាពូនឹមគឺមិនឲ្យប្រពន្ធចូលព្រៃជ្រៅឡើយដោយគាត់ឲ្យប្រពន្ធនៅជីកទំពាំងតាមព្រៃឫស្សីមាត់ព្រៃនេះប៉ុណ្ណោះហើយខ្លួនគាត់នោះក៏ចូលព្រៃជ្រៅបន្តិចដើម្បីតាមដករកផ្សិតឬក៏ជីជួខែវស្សាដូចនេះពុំសូវមានជួលល្អប៉ុន្មាននោះទេបើវាមានក៏ពុំសូវល្អដែរត្បិតវាត្រូវទឹកតែមកល្អផ្សិតនឹងទំពាំងឯនេះវិញគណៈមីងច័ន្ទនៅជីកទំពាំងជាមួយមីងដែលមកជាមួយគ្នាពីភូមិមកមីងភីដែលកំពុងតែជីកនៅគុម្ពឫស្សីក្បែរនឹងមីងច័ន្ទក៏ចេះតែពោលមកថាច័ន្ទអើយហើយពុះចិត្តប៉ិនកញ្ជើទៅហើយមិនដេចខំមកជីកទំពាំងប្រណាំងនឹងខ្ញុំនេះទៀតមីងច័ន្ទក៏តបថាខ្ញុំខ្លាចចេះភីឯងមកជីកទំពាំងម្នាក់ឯងខ្លាចខ្មោចនឹងណាអញ្ចឹងចេះតែមកឲ្យបាន2នាក់ទៅមីងភីក៏តបថាយីហើយនិយាយអីមិនចេះប្រយ័ត្នមកអញ្ចឹងខ្លួនមានពុះមានពងផងមីងច័ន្ទក៏តបថាខ្ញុំមកទីនេះតាំងតែពីតូចបើទីនេះមានខ្មោចព្រាយមែនណាក៏គេស្គាល់ខ្ញុំដែរទៅខ្លាចអីចៃភីអើយមនុស្សខ្មោចគឺដូចតែគ្នាទេតើមនុស្សក៏មានមនុស្សល្អឬឯខ្មោចព្រាយក៏គេមានល្អដូចគ្នាដែរឲ្យតែយើងមិនព្យាបាទគេនោះគេក៏មិនធ្វើបាបយើងដែរខ្ញុំណាតំបន់នេះវាប្រៀបដូចជាផ្ទះដែរទៅហើយកុំថាឡើយខ្មោចព្រាយបើសំបីតែហ្វាត់ប្រឡត់ក៏វាសឹងតែស្គាល់ខ្ញុំដែរមីងភីក៏តបថាមើលវានិយាយឡើងស្រួលបើចែវិញណាគឺមិនហ៊ានមកទេប្តីមានឲ្យប្តីមករកតែម្នាក់ឯងសិនចុះចាំរឹងដៃរឹងជើងចាំមកជួយទៀតមីងច័ន្ទក៏តបថានៅផ្ទះវាស្ពឹកដៃស្ពឹកជើងណាមួយគិតពីកូនស្វាទាំងពីរផងបើខ្ញុំនៅវាតោងមុខតោងក្រោយរកតែដកដង្ហើមឲ្យស្រួលមិនបានមីងភីក៏សើចហើយតបថាចាំមើលអាមួយនេះវាចេញមកទៀតដឹងតែនាងឯងតណាលេងរួចហើយមីងច័ន្ទក៏តបតែដល់កដាក់ឲ្យយាយតាមើលឲ្យខ្ញុំមីងច័ន្ទនេះគិតស្រួលដល់ហើយមិនដែលឡើយឲ្យតល់បើអ្នកផ្សេងវិញណាតែមានផ្ទៃពោះបែបនេះច្បាស់ជាសម្រាប់នៅផ្ទះមិនចេញទៅណាឡើយតែថាបែបនេះក៏មិនត្រូវដែរបើកាលពីកូនដំបូងក៏មីងច័ន្ទថ្នាក់ថ្នមមិនហ៊ានទៅណាមកធ្វើការអ្វីច្រើនដែរតែធ្លាក់មកកូនទី2ក៏ចាប់ហ៊ានបន្តិចលុះតែកូនទី3នេះក៏ខ្ជិលថ្នមដែរលុះតែរហ្វីលបន្តិចទៅបានឃើញពូនឹម
បានដើរមកពីព្រៃជ្រៅវិញហើយស្រែករកប្រពន្ធខ្លួនឯងថាឯងអើយនៅណាហ្នឹងតោះទៅផ្ទះវិញមីងច័ន្ទក៏ស្រែកតបនឹងប្តីខ្លួនថាឯងខ្ញុំនៅទីនេះហើយមិនក៏ប្រញាប់មកវិញម៉េចពូនឹមក៏តបថាថ្ងៃនេះមិនសូវមានជួរទេរកបានតែបន្តិចហ្នឹងទៅផ្ទះថាប់កូនយកកម្លាំងសិនចាំស្អែកចាំមករកទៀតមីងភីក៏តបថាហើយចុះចែនេះកូនធំអស់ហើយមិនដឹងទៅថើបយកកម្លាំងយ៉ាងម៉េចទេពូនឹមក៏តបថាយកមួយទៀតទៅចែណែបើថាបានកូនស្រីចាំធ្វើដន្លងជាមួយខ្ញុំព្រោះអាកូនក្នុងពោះនេះដឹងតែប្រុសហើយមីងភីក៏តបថាបើបានប្រុសមែនវាល្អហើយតែបើចែវិញក៏มองមិនបានទេតែហ៊ានយកប្រហែលប្រុសទៀតហើយចាំបាច់ឲ្យចែយកកូនស្រីធ្វើអីបើចែមានកូនប្រុសស្រាប់នឹងកូននឹមឯងសុទ្ធតែស្រីមិនគិតគូរធ្វើដន្លងទៅមីងច័ន្ទក៏តបថាអូវានិយាយលេងនឹងណាចែចិត្តកូនវាមិនដូចយើងឯណាបើកូនវាស្រឡាញ់គ្នាអានឹងវាជានិស្ស័យយើងហើយរាប់គ្នាតាំងពីដើមមកដល់កូនធំវាក៏ស្រឡាញ់គ្នាតែបើវាមិនទេអានឹងធ្វើម៉េចសម័យយើងនេះគេមិននិយមនំធំជាងនាលឯណាតែយ៉ាងណាក៏យើងនៅតែរាប់អានគ្នាធម្មតាដដែលហ្នឹងមីងភីក៏តបថាចៃនេះក៏ចេះតែគិតលេងដែរទេតែបើកូនវាស្រឡាញ់គ្នាមែនវាប្រសើរហើយតោះយើងទៅផ្ទះវិញអញ្ចឹងលុះតែពោលហើយក៏ពួកគាត់នាំគ្នាដើរត្រឡប់មកផ្ទះតែភ្លាមនោះមីងច័ន្ទក៏បានឮសំឡេងនរណាម្នាក់ស្រែកមកពីព្រៃឫស្សីថាច័ន្ទអើយភ្លេចកំបិតហើយលុះតែមើលទៅគឺគាត់ភ្លេចកំបិតមែនតែមីងច័ន្ទខំមើលជុំវិញនេះមិនបានឃើញនរណាម្នាក់ទេចុះម្ដេចបានឮសំឡេងគេស្រែកមកថាគាត់ភ្លេចកំបិតច្បាស់យ៉ាងហ្នឹងមនុស្សធ្វើបន់ច្រើនតែងតែមានអ្នកតាមថែរក្សាអញ្ចឹងហើយលុះតែពូនឹមចូលមកយកកំបិតរួចហើយពួកគាត់ក៏បន្តដំណើរត្រឡប់ទៅផ្ទះវិញគណៈថ្ងៃក៏រៀងទេទៀបបន្តិចទៅហើយចំណូលខ្យល់ក៏បក់មកយ៉ាងត្រជាក់ផ្ទៃមេឃនោះក៏ហាក់ស្រទុំធ្ងន់ដោយទឹកខ្មៅពេញវេហាបាត់ទៅហើយភ្នំទឹកធំក៏ចេះតែរហ្វាត់មកពីទិសខាងត្បូងដោយពេលខ្លះដំណក់ទឹកភ្លៀងក៏បានធ្លាក់មកបន្តិចដែលធ្វើឲ្យអ្នកទាំង3ក៏ចេះតែខំដើរឲ្យលឿនជាងមុនបន្តិចត្បិតមិនចង់ត្រូវទឹកភ្លៀងឡើយតែយ៉ាងណាមីងភីក៏ចេះតែប្រាប់ទៅមីងច័ន្ទថាចានអើយកុំខំលឿនពេកខ្លួនមានពុះមានពងផងមីងច័ន្ទក៏ពោលមកថាកូនឲ្យតែចូលមកដល់ផ្ទៃពោះខ្ញុំហើយសុទ្ធតែអ្នកមានបុណ្យទោះរត់លូនប៉ុណ្ណាក៏វាមិនដែលអីដែរមើលកូនទី2ខ្ញុំកើតនៅលើរទេះគោទៅស្រែវាពិបាកតែកូនទី1ទេមីងភីក៏ពោលចៃនេះវាចេះតែភ័យជំនួសឯងតែបើម្ចាស់ខ្លួនគេធ្វើប្រងើយលុះតែមកដល់ផ្ទះវិញមីងច័ន្ទក៏មិនព្រមសម្រាកទេគាត់ក៏បានយកសិតយកទំពាំងដែលជីកបានយកទៅលាងទឹករៀបចំទុកដាក់ឲ្យស្អាតត្រៀមនឹងឲ្យប្តីខ្លួនយកទៅលក់នៅស្រុកលើខណៈដែលខ្យល់បក់មកសឹងតែរង្គើផ្ទះមុនពេលដែលមេឃវារៀបនឹងភ្លៀងនេះសម្រាប់អ្នកព្រៃភ្នំឲ្យតែមុនភ្លៀងតែងតែមានខ្យល់កន្ត្រាក់ខ្លាំងលុះតែមិនបានប៉ុន្មានអីភ្លៀងក៏ចាប់ធ្លាក់មកដោយគេចាក់ទឹកអញ្ចឹងវាគឺភ្លៀងខ្លាំងណាស់មីងច័ន្ទក៏ចេះតែអង្អែលពុះខ្លួនហើយពោលថាកូនម៉ែមានបុណ្យខ្លាំងណាស់គ្រាន់តែមកដល់ផ្ទះក៏ភ្លៀងខ្លាំងដោយគេហែកមេឃនេះបើភ្លៀងនៅតាមផ្លូវអីពិបាកដើរមកស្លាប់ហើយពូនឹមក៏ចូលទៅចិត្តប្រពន្ធរួចពោលថានឹកកូនណាស់ភ្លៀងខ្លាំងបែបនេះធ្វើម្ដេចទៅយកកូនពីផ្ទះពុកម៉ែបានទៅមីងច័ន្ទក៏តបនឹងប្តីខ្លួនថាឯងមិនទៅទទួលចង្អេរដើរទៅយកកូនបន្តិចមកពូនឹមក៏តបថាមែនហើយចឹងខ្ញុំទៅយកកូនសិនហើយណាម៉ែវាឯងកុំដើរទៅណាប្រយ័ត្នរអិល
ព្រោះមើលទៅភ្លៀងខ្លាំងណាស់ឯងមានពុះមានពងដូចនេះកុំចុះដីល្អជាងមីងចាន់ក៏តបទៅឆាប់ទៅខ្ញុំដឹងហើយកូនពីរហើយស្មានតែខ្ញុំនេះដំឡូងមូលមែនទេលុះតែពោលហើយពូនឹមក៏បានផ្ទុះទៅយកចង្អេរដែលទុកនៅចង្ក្រានបាយហើយក៏បានដើរទៅផ្ទះពុកម៉ែរបស់ខ្លួនលុះតែគាត់ទៅដល់ក៏បានពោលស៊ូទៅពុកខ្លួនថាពុកអើយម៉េចហើយមើលចៅហត់អត់នេះខ្ញុំយកទំពាំងខ្ចីមកផ្ញើម៉ែអើយចង់ពីហ្វាផ្សិតទេចាំខ្ញុំយកមកឲ្យលោកយាយក៏តបថាមិនបាច់ទេកូនមេឃភ្លៀងអញ្ចឹងម៉ែនឹកសំឡទំពាំងជាងបានកូនឲ្យមកពុកឯងមិនចាំបាច់ទៅជីកភ្លៀងនេះមិនដឹងថាពេលណាវារាំងផងពូនឹមក៏ស៊ូបន្តអញ្ចឹងតើម៉ែបានម្ហូបអីស្លខ្ញុំនេះមិនទាន់ដឹងទៅរកម្ហូបដែរហ្នឹងលោកយាយក៏តបថាមានហ្វត្រីក្រាញ់2 3ក្បាលដែរទៅពិបាកអីកូនតែឯងដើរទៅវិញឃើញត្រីឡើងហើយបើភ្លៀងយ៉ាងនេះនោះហើយម៉េចមកយកកូនទៅវិញមែនទេពូនឹមក៏តបថាបានម៉ែទុកនៅម៉ែយូរខ្លាចម៉ែទប់នឹងកូនស្វា2ក្បាលនឹងបញ្ចប់លោកយាយក៏សើចហើយតបថាអើកុំបានតែពុកឯងនៅជួយមើលកុំអីទប់មិនចប់មែនហ្នឹងពុកឯងណាបានចៅមកគ្រាន់តែទៅវត្តមិនទៅផងលោកតាក៏តបថាអុយទៅណាចៅខ្ញុំគូឲ្យស្រឡាញ់យ៉ាងហ្នឹងមើលចៅនៅដេកជាមួយតាមួយជប់ទៀតអត់ភ្លាមនោះស្រីតីដែលជាកូនច្បងរបស់គាត់ក៏តបថាអត់ទេទៅដេកជាមួយម៉ែវិញលោកយាយលោកតាក៏សើចលុះទៅក្រោយមកពូនឹមក៏បានឲ្យស្រីតីកូនច្បងតោងពីក្រោយហើយដៃម្ខាងក៏បាន3ពណ៌កូនស្រីពៅដៃម្ខាងទៀតកាន់ចង្អេរបាំងភ្លៀងរួចក៏បានដើរមកផ្ទះវិញដោយឮសំឡេងកូនឪទាំង3ប្រឡែងគ្នាសើចពេញទាំងផ្លូវមិនខុសពីលោកយាយដែលជាម៉ែពូនឹមពោលទេនៅតាមផ្លូវក្នុងភូមិនោះគឺបានឃើញត្រីឡើងឲ្យរវាមទៅហើយតែគាត់ឈប់ចាប់មិនបានឡើយត្បិតគ្មានដៃនឹងចាប់បើទោះជាស្រីតីប្រាប់ពុកថានាងចង់ចាប់ក៏ពូនឹមមិនព្រមឈប់ដែរខ្លាចកូនទៅទឹកក៏ទៅជាក្តៅខ្លួនវាជាភ្លៀងដើមខែដំបូងផងលុះតែមកដល់ផ្ទះពូនឹមក៏បានស្រែកហៅមីងច័ន្ទត្បិតមិនបានឃើញប្រពន្ធខ្លួនទេពូនឹមចាប់ភ័យណាស់ទម្លាក់កូនចុះហើយផ្ទុះរកប្រពន្ធពូនឹមរកមីងច័ន្ទនៅចង្ក្រានបាយមិនឃើញរត់ទៅរកមើលលើផ្ទះក៏មិនឃើញក៏ចាប់ភ័យត្បិតអីប្រពន្ធខ្លួនកំពុងតែមានពុះធំផងលុះតែគាត់ដើរមកស្រះទឹកខាងក្រោយក៏បានឃើញមីងច័ន្ទកំពុងតែចាប់ត្រីឡើងពីស្រះទឹកពូនឹមស្រែកខ្លាំងថាឯងណាមកឆាប់មកផ្ទះវិញមកឯងលេងតែម៉ាក់នេះខ្ញុំភ័យស្លាប់ហើយគាត់ក៏បានដើរទៅជួយគ្រាប្រពន្ធខ្លួនឲ្យដើរមកផ្ទះវិញមីងច័ន្ទក៏តបថាខ្ញុំទប់ចិត្តមិនបានឯងបើអង្គុយនៅលើគ្រែហ្វុកក៏ឃើញត្រីវាឡើងមកអញ្ចឹងទៅចាប់បន្តិចទៅល្ងាចនេះកំពុងតែគ្មានម្ហូបផងពូនឹមក៏ពោលទៅថាឯញ៉ាគិតគូកូនក្នុងផ្ទៃផងទៅមើលនរណាមកធ្វើការហត់ហើយមកទៅទឹកភ្លៀងចាប់ត្រីទៀតមកឈប់សម្រាកឲ្យស្រួលបន្តិចទៅបាយម្ហូបថ្ងៃនេះចាំខ្ញុំអ្នកធ្វើមើលត្រីមីងច័ន្ទចាប់បានក៏ច្រើនល្មមមួយសម្លទៅហើយពូនឹមក៏បានឡើងទៅចង្ក្រានបាយរួចក៏ចាប់លាងឆ្នាំងដាំបាយធ្វើម្ហូបជំនួសប្រពន្ធលុះតែល្ងាចបន្តិចពួកគាត់ក៏នាំគ្នាពិសាបាយគណៈមេឃភ្លៀងនោះពុំទាន់ឈប់នៅឡើយពោលគឺនៅរលឹមមិនដាច់ដំណក់ទឹកសោះ4នាក់ម្ដាយកូនហូបបាយយ៉ាងឆ្ងាញ់ពិសានាវេលាល្ងាចមេឃរលឹមមិនដាច់នោះលុះតែរួចហើយអ្នកទាំងអស់គ្នាក៏បានឡើងទៅលើផ្ទះសម្រាកទៅជប់ស្ងាត់បើក្រៅតែពីសំឡេងទឹកភ្លៀងធ្លាក់និងកង្កែបក្អាត់យំរហឹងគឺគេមិនបានឮសំឡេងអ្វីផ្សេងទៀតនោះទេយូរម្ដងគេបានឮសំឡេងឆ្កែលូចេញអំពីព្រៃខាងក្រោយមកគួរឲ្យខ្លាចមីងច័ន្ទកំពុងតែដើរនៅមុខផ្ទះរបស់ខ្លួន
បំរុងតែទៅបិទទ្វារមុខផ្ទះតែវាពិបាកណាស់ផ្លូវរអិលដើរហ្វឹងតែមិនរួចមើលទៅមុខនោះងងឹតឈឹងព្រោះមើលអ្វីពុំឃើញទេខណៈពេលដែលមីងច័ន្ទអូនបំរុងតែនឹងទាញទ្វារបិទនោះក៏ស្រាប់តែគាត់បានឃើញជើងនរណាម្នាក់មិនដឹងឈរនៅពីខាងមុខមីងច័ន្ទក៏បានហ្វូថានរណាដឹងភ្លាមនោះគាត់ក៏បានរេចង្គៀងទៅមើលក៏ស្រាប់តែបានឃើញស្ត្រីចំណាស់ម្នាក់សក់ក្បាលកន្ទ្រីងកន្ទ្រើងមីងច័ន្ទក៏ហ្វូថាយីនរណាមកឈរនៅមុខផ្ទះខ្ញុំនឹងភ្លាមនោះសំឡេងខ្សោកក៏បានពោលមកថាមីនាងកុំខ្លាចយាយអីយាយនៅព្រៃខាងក្រោយនេះទេមីនាងឯងស្អែកសម្រាលកូនហើយកុំទៅព្រៃទៀតនៅផ្ទះទៅគ្រាន់តែពោលបែបនេះក៏ស្រាប់តែយាយនោះប្រែជាភ្លើងដ៏ភ្លឺមួយហើយបានហោះចេញទៅវិញបាត់ទៅមីងច័ន្ទភ័យណាស់គាត់ស្រែកហៅប្តីរហូតភ្ញាក់ពីដំណេកតាមពិតទៅជាការយល់សប្តិសោះពុននឹមក៏បានហ្វូប្រពន្ធថាឯណាកើតអីមីងច័ន្ទក៏សម្រួលអារម្មណ៍ហើយតបថាខ្ញុំយល់សប្តិឃើញព្រាយនឹងឯងគេប្រាប់ខ្ញុំថាស្អែកកុំឲ្យខ្ញុំទៅព្រៃកូនយើងនឹងសម្រាលដល់ថ្ងៃស្អែកនេះហើយពូនឹមក៏រាប់ដៃរាប់ជើងមើលរួចពោលថាជីដូចជាខ្វះច្រើនថ្ងៃទៀតដែរមីងច័ន្ទក៏តបថាយល់សប្តិទេតាឯងប្រហែលមកពីថ្ងៃនេះត្រូវទឹកភ្លៀងក៏ចេះតែយល់សប្តិអញ្ចឹងតោះដេកវិញទៅលុះតែពោលនិយាយគ្នាហើយទាំងពីរអ្នកប្តីប្រពន្ធក៏នាំគ្នាសម្រាកវិញទៅរហូតដល់ព្រឹកព្រលឹមបានភ្ញាក់មកទៅរៀបចំបាយទឹកមុននឹងចាក់ចេញទៅព្រៃខាងក្រោយដើម្បីរកជីកទំពាំងនិងដកផ្សិតបន្តទៀតជប់មីងភ្លៀងខ្លាំងច្បាស់ព្រឹកនេះសម្បូរផ្សិតហើយពុននឹមក៏ចេះតែនិយាយទៅកាន់ប្រពន្ធថាឯណាមិនម៉ាថ្ងៃហ្នឹងមិនបាច់ទៅជាមួយខ្ញុំទេឯងនៅផ្ទះមើលកូនមួយថ្ងៃទៅមីងច័ន្ទក៏តបថាទេជប់មីងភ្លៀងធំព្រឹកនេះទំពាំងលោះល្អណាស់មិនទៅមិនបានទេចែភីកាច់យកអស់មិនខានខាត់មិនស្នះទេហើយទាំងពីរអ្នកប្តីប្រពន្ធក៏ចេះតែនាំគ្នាដើរទៅសំដៅព្រៃខាងក្រោយលុះតែមកដល់មុខផ្ទះមីងភីមីងច័ន្ទក៏ស្រែកពោលថាចែភីអើយចែតោះទៅជីកទំពាំងទេភ្លាមនោះមីងភីក៏តបថាចែឈឺហើយទៅមិនរួចទេមីនាងណែមិនម៉ានៅផ្ទះមួយថ្ងៃទៅមីងច័ន្ទក៏ពោលភ្លាមថាបានចែទៅមិនរួចខ្ញុំនេះនឹងជីកបានច្រើនខ្ញុំក៏ទៅតែប៉ុន្មានថ្ងៃទៀតដែរទេព្រោះពោះខ្ញុំនេះវាចិត្តគ្រប់ខែដែរទៅហើយលុះតែពោលរួចហើយពីរអ្នកប្តីប្រពន្ធក៏បានបន្តដំណើរចូលព្រៃថ្ងៃនេះដូចជាស្ងាត់មនុស្សណាស់ដើរឡើងរយជើងទៅហើយហាក់ដូចមិនតាន់បានជួបអ្នកភូមិម្នាក់ផងលុះតែមកដល់មីងច័ន្ទក៏បានប្រាប់ឲ្យប្តីខ្លួនប្រញាប់ចូលព្រៃដើម្បីដកផ្សិតត្បិតមិនតាន់មានអ្នកមកដូចនេះច្បាស់ជាសម្បូរខ្លាំងពុននឹមក៏បានផ្ដែផ្ដាំប្រពន្ធខ្លួនហើយក៏បានយកកន្ត្រកស្ពីជាប់នឹងស្មាហើយគាត់ក៏បានដើរឡើងទៅបន្សល់មីងច័ន្ទនៅមាត់ព្រៃដែលគាត់ក៏ចាប់ចូលគុំឫស្សីដើម្បីធ្វើការជីកទំពាំងភ្លៀងមួយមេមកនេះធ្វើឲ្យទំពាំងវាលូតខ្ចីចេញមកល្អជាខ្លាំងមីងច័ន្ទក៏ជីកយ៉ាងសប្បាយចម្លែកណាស់ថ្ងៃនេះម្ដេចមិនបានលឺមនុស្សមករកទំពាំងដូចរាល់ដងអញ្ចឹងបើរាល់ដងវិញណាអាត្មានេះច្បាស់ជាបានឃើញអ្នកមីងជីងមកជីកដណ្ដើមគ្នាពេញព្រៃទៅហើយណាហើយបើគេមិនតន់មកក៏ចេះតែខំជីកឲ្យបានច្រើនទៅបើជីកបានច្រើនស្អែកនឹងឈប់មកទៀតហើយនៅផ្ទះមើលកូនវិញលុះតែមួយសន្ទុះក្រោយព្រៃឫស្សីទាំងមូលក៏ហាក់មិនតន់មានអ្នកមកដូចរាល់ដងមីងច័ន្ទក៏ចេះតែបន្តជីកទំពាំងទៅតាមគុម្ពឫស្សីភ្លាមនោះខ្យល់ក៏បានបក់មកយ៉ាងចម្លែកដែលធ្វើឲ្យព្រៃឫស្សីទាំងមូលទេទៀបសឹងទៅដល់ដីមីងច័ន្ទក៏ចេញមកក្រៅបន្តិចដើម្បីកុំឲ្យបន្លាឫស្សីវិវត្តកោះត្រូវគាត់លុះតែស្ងាត់ក៏ចូលទៅគុំឫស្សីបន្តរកទំពាំង
គណៈគាត់កំពុងតែអង្គុយរកទំពាំងនោះក៏ស្រាប់តែឈាមបានហូរចេញមកធ្វើឲ្យគាត់ចាប់ឈឺពោះមួយរំពេចមីងចាន់ក៏ចាប់មិនស្រួលប្រហែលជាកូននេះវាបំរុងតែនឹងកើតចេញពេលនេះហើយគាត់ក៏ចាប់ស្រែករកក្រែងមានអ្នកនៅចិត្តតែក៏មិនបានឮមានអ្នកឆ្លើយតបខំស្រែកហៅប្តីក៏មិនបានឮហើយគាត់ពេលនេះឈឺក្រោកដើរចេញពីគុំរស័យនោះមិនបានទេអោព្រះអើយម្ដេចក៏វាបែបនេះកូននេះចង់សម្លាប់ម្ដាយវាឬក៏យ៉ាងណាបើនេះខ្វះជាង10ថ្ងៃទៀតឯណោះមីងចាន់ក៏ខំប្រឹងទាំងឈឺចាប់ខ្លាំងកូននេះក៏មិនងាយស្រួលក្នុងការកើតមីងចាន់ខំប្រឹងឡើងទុនដៃទុនជើងអស់ទៅហើយនៅឡើយតែមិនទាន់ចេញឈាមក៏ហូរចេញហ្វឹងអស់តែពីខ្លួនប្រាណមកដល់ពេលនេះគាត់គឺគ្មានផលកម្លាំងទៀតទេបើសំបីតែស្រែកហៅគេជួយក៏គ្មានផងទឹកភ្នែកគាត់ក៏ចាប់ហូរស្រក់មកត្បិតថាឈឺក៏ឈឺខ្លាំងសង្ឃឹមក៏កាន់តែតិចភ្នែកគាត់ក៏ព្រាលមើលព្រៃវិលមិនដឹងទិសជើងត្បូងឡើយតែភ្លាមនោះប្រាប់តែគាត់ហាក់មានអារម្មណ៍ដូចជាមានពន្លឺមួយហោះនៅពីខាងលើគាត់រំពេចនោះសំឡេងមួយក៏បានពោលមកថាប្រឹងឡើងមីនាងប្រឹងឡើងចិត្តចេញមកហើយគេនោះក៏បានយកដៃលើកជើងគាត់ទាំងពីរហើយចេញពីគ្នាហើយក៏ចេះតែប្រាប់ថាខំឡើងមីនាងមីងចាន់បន្ទាប់ពីមានគេមកជួយដូចនេះហាក់មានកម្លាំងចិត្តហើយក៏ខំប្រឹងមួយដង្ហើមចុងក្រោយរបស់គាត់ប្រសិនបើវាមិនចេញទៀតនោះគាត់គឺអស់ហើយតែមិនឡើយគ្រាន់តែគេមកជួយលើកជើងប៉ុណ្ណេះមីងចាន់ក៏បានខំប្រឹងរហូតបានឮសំឡេងក្មេងយំងាមកភ្លាមមីងចាន់ដោយសារតែអស់កម្លាំងគាត់ស្រវាំងភ្នែកមើលទៅគេម្នាក់នោះពុំស្គាល់ទេតែមើលទៅហាក់ដូចជាមិនមែនអ្នកភូមិគាត់ឡើយសំឡេងគេនិយាយចេញមកថាកើតហើយមីនាងគាត់ក៏បានខំបីត្រកងយកទារុមកជូតសម្អាតឈាមចេញពីផ្ទៃមុខរបស់ទារុនោះមីងចាន់នោះបើទោះជាភ្នែកស្រវាំងព្រាលមិនច្បាស់ក៏ដោយក៏គាត់អាចឃើញថាគេនោះមិនមានក្រណាត់ឯណាមកជូតទឹកសុកនិងឈាមចេញពីកូនគាត់ទេផ្ទុយទៅវិញគេកំពុងតែប្រើអណ្ដាតមកលិតលើកូនរបស់គាត់លុះតែមួយសន្ទុះក្រោយសំឡេងក្មេងយំក៏នៅតែបន្លឺមីងចាន់ក៏ចាប់មានកម្លាំងវិញបន្តិចភ្នែកក៏មើលឃើញច្បាស់ភ្លាមនោះមីងចាន់គឺមានការភ្ញាក់ផ្អើលជាខ្លាំងត្បិតនោះមិនមែនជាមនុស្សធម្មតាដូចយើងឡើយគេនោះសក់កន្ទ្រីងកន្ទ្រើងក្រចកដៃវែងមើលមុខវិញប្រឡាក់សុទ្ធតែឈាមកំពុងតែអោនលិតយកឈាមចេញពីកូនគាត់មីងចាន់ក៏ពោលទៅទាំងស្អកថាអ្នកជានរណាឲ្យកូនមកខ្ញុំវិញភ្លាមនោះគេក៏មើលទៅមុខកូននោះហើយមើលទៅមុខមីងចាន់រួចក៏ប្រគល់កូនឲ្យមកគាត់វិញព្រមទាំងគេនោះក៏ពោលថាមីនាងនេះយកកូនម្នាក់វិញចុះកូននេះមានបុណ្យខ្ពស់ណាស់គ្រាន់តែមីងចាន់បានទទួលកូនវិញហើយលោកយាយនោះក៏បានរលាយคล้ายជាពន្លឺមួយរួចហោះចេញទៅបាត់ទៅមីងចាន់ភ័យផងអរផងយ៉ាងម៉េចមិនដឹងទេត្បិតថាពេលនេះគាត់បានឆ្លងផុតគ្រោះថ្នាក់មានសុវត្ថិភាពទាំងម្ដាយនិងកូនតែអ្វីដែលគាត់ភ័យនោះគឺគាត់បានជួបព្រាយមិនដឹងអីមិនដឹងតែគាត់ក៏បានពោលក្នុងចិត្តអរគុណទៅកាន់គេដែលមកជួយគាត់កុំអីគាត់ខ្លាចជាខ្មោចចាំទីនេះបាត់ទៅហើយលុះតែមួយសន្ទុះក្រោយទើបបានឃើញពូនឹមដែលជាប្តីរត់មកត្បិតគាត់ថាបានឮយាយចាស់ម្នាក់ប្រាប់ថាប្រពន្ធគាត់ឆ្លងទន្លេលុះតែមកឃើញដូចនេះគាត់មានការតក់ស្លុតជាខ្លាំងត្បិតប្រពន្ធគាត់គឺប្រឡាក់សុទ្ធតែឈាមពូនឹមក៏បានគ្រាប្រពន្ធចេញមកក្រៅបន្តិចរួចក៏ទៅសម្អាតទីនោះវិញកប់ជូនពេលនោះក៏មានរទេះគោមួយបានបរមកគាត់ក៏សុំដោយសារទៅផ្ទះលុះតែមកដល់ផ្ទះគ្រប់គ្នាហ៊ូចិត្តណាស់ត្បិតថាមីងចាន់នេះឆ្លងទន្លេនៅព្រៃតែម្នាក់ឯងមីងចាន់មិនហ៊ានប្រាប់គេទេថាកូនគាត់នេះគឺជាព្រេងអ្នកបង្កើតត្បិតកុំឲ្យគេនិយាយមិនល្អ
ទាំងពីថ្ងៃផ្ដល់កំណើតដល់កូនទី3នេះរួចមកមីងច័ន្ទក៏ចាប់មានអារម្មណ៍ថាកូនទី3នេះហាក់មិនដូចកូនទី2និងកូនមុនសោះត្បិតកូននេះមានសំណាងជៀសផុតរាល់គ្រោះថ្នាក់ឲ្យតែគាត់3កូនក្នុងដៃគ្រូភ័យតែងតែជៀសផុតតែអ្វីដែលចម្លែកនោះពេលខ្លះគាត់បានឃើញកូននេះក្រោកមកអង្គុយនៅកណ្ដាលយប់ទាំងដែលកូនមិនទាន់នឹងចេះក្រឡាប់ផងជួនពេលក៏ឃើញកូនដើរពេញទាំងផ្ទះដែលការនេះធ្វើឲ្យគាត់ភ័យខ្លាចចំពោះកូនរបស់ខ្លួនផងដែរហើយរឿងហេតុជាច្រើនក៏តែងតែចេះតែកើតឡើងតែមិនដែលផ្ដល់ផលមិនល្អណាមួយជូនដល់គាត់ដែលជាម្ដាយឡើយហើយរឿងព្រាយជួយបង្កើតកូននេះខ្ញុំសូមបញ្ចប់ត្រឹមនេះសង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀត